បងប្រុសឲ្យខ្វះខាតលុយមែនទេមែនហើយខ្ញុំបានឮពីបងប្រុសខ្ញុំថាអ្នកកំពុងធ្វើការខ្ញុំបានឃើញអ្នកនៅកន្លែងធ្វើការថ្ងៃនេះបើអ្នកខ្វះខាតលុយអ្នកមិនចាំបាច់ឲ្យខ្ញុំញ៉ាំបង្អែមទេខ្ញុំនៅតែមានលុយគ្រប់គ្រាន់ដើម្បីជូនអ្នកញ៉ាំបង្អែមហេតុអ្វីបានជាអ្នកគិតច្រើនម្ល៉េះក្មេងស្រីនោះត្រូវបានមិត្តល្អបំផុតរបស់នាងអូសចូលទៅក្នុងហាងលក់បង្អែមពេលចូលទៅដល់ក្មេងស្រីនោះស្រាប់តែដឹងថានេះជាកន្លែងដែលក្មេងប្រុសច្បងដែលនាងលួចស្រឡាញ់ធ្វើការបន្ទាប់ពីនិយាយសួស្ដីដោយអស់សង្ឃឹមគាត់ក៏យកមើលនុយមកកំងឆ្លៀតឱកាសពេលស្ងប់ស្ងាត់ពេលកំពុងបញ្ជាទិញដោយអស់សង្ឃឹមគាត់តែងតែលួចសម្លឹងមើលដួនជាស៊ូពីមួយពេលទៅមួយពេលខ្ញុំគិតថាខ្ញុំនឹងមិនត្រូវបានគេរកឃើញទេពេលខ្ញុំទៅបង់វិក័យប័ត្រទោះជាយ៉ាងណាក៏ដោយដួនជាស៊ូបានសុំប្រាក់បន្ថែម$1ពីគាត់នោះខ្លីមួយដុំមិនតិចជាងនេះទេអ្នកបានលួចមើលខ្ញុំច្រើនដងណាស់ប្រសិនបើខ្ញុំអនុញ្ញាតឲ្យអ្នកមើលវាដោយឥតគិតថ្លៃខ្ញុំនឹងស្ថិតក្នុងគុណវិបត្តិដ៏ធំមួយគ្មានអ្វីចម្លែកទេដែលអ្នកមិនមានអតិថិជនពីព្រោះអ្នកកំពុងធ្វើអាជីវកម្មមិនស្មោះត្រង់បើខ្ញុំទុកលុយឲ្យអ្នកបន្ថែម$1អ្នកនឹងក្លាយជាមនុស្សបោកប្រាស់ខ្ញុំមិនបានលួចមើលប្អូនប្រុសរបស់អ្នកទេដូច្នេះហេតុអ្វីបានជាខ្ញុំយកលុយរបស់អ្នកទុកវាដើម្បីទិញស្ករគ្រាប់សម្រាប់ខ្លួនឯងនោះនឹងមិនដំណើរការទេអ្នកកំពុងធ្វើការនៅទីនេះដើម្បីរកលុយមែនទេបើខ្ញុំមិនឲ្យលុយអ្នកផងតើអ្នកអាចរកលុយដោយរបៀបណាយកលុយមកវិញបងប្រុសវាមិនមែនដូចជាខ្ញុំខាត់លុយដោយឲ្យបង្អែមអ្នកនោះទេនៅទីបញ្ចប់ដួនជាស៊ូមិនបានយកលុយដែលធ្វើឲ្យគាត់បាក់ទឹកចិត្តនោះទេដួនជាស៊ូបានធ្វើបង្អែមរួចរាល់យ៉ាងឆាប់រហ័សពួកគេថែមទាំងបានធ្វើបង្អែមសាហ្គូដូងក្តៅជាពិសេសសម្រាប់សាងជីទៀតផងសាងជីវបានឬថៅកែនិងដួនជាស៊ូពិភាក្សាគ្នាអំពីបញ្ហានៃការដឹងប្រាក់ខែជាមុនគាត់មិនអាចទុកចិត្តបានទេថាតើដួនជាស៊ូខំធ្វើការខ្លាំងម្ល៉េះដោយសារតែគាត់ខ្វះខាតលុយមែនឬនៅពេលនេះមិត្តរបស់គាត់បានជំរុញឲ្យសាងជីប្រញាប់ទៅលេងប៉ុន្តែសាងជីមិនព្រមទេយើងមិនទាន់បានបញ្ចប់បង្អែមនៅឡើយទេដោយមិនចង់ខ្ជិះខ្ជាយសាច់សាហ្គូសាងជីបានញ៉ាំវាពី3ដុំយ៉ាងរហ័សក្នុងអំឡុងពេលនេះជាស៊ូបានមកជាពិសេសដើម្បីរំលឹកសាងជីឲ្យប្រុងប្រយ័ត្នត្រូវប្រាកដថាទៅដល់ផ្ទះមុនពេលល្ងឹតដោយមានអារម្មណ៍ស្រងូតស្រងាត់បន្ទាប់ពីចាក់ចេញពីហាងគាត់បានងាកត្រឡប់ទៅហាងលក់បង្អែមវិញដើម្បីស្វែងរកដួនជាស៊ូសួរគាត់ម្ដងទៀតថាតើគាត់ត្រូវការលុយដែរឬទេសំណួរដែលមិននឹកស្មានដល់នេះបានធ្វើឲ្យយួនយ៉ាក់មានការងឿងឆ្ងល់ទាំងស្រុងប្រសិនបើអ្នកខ្វះខាតលុយអ្នកមិនចាំបាច់ឲ្យខ្ញុំញ៉ាំបង្អែមទេខ្ញុំនៅតែអាចមានលទ្ធភាពឲ្យអ្នកញ៉ាំមួយបានហេតុអ្វីបានជាអ្នកគិតច្រើនម្ល៉េះបន្ទាប់ពីចាក់ចេញដោយអស់សង្ឃឹមដួនជាស៊ូបានឃើញលុយហោប៉ៅទាំងអស់ដែលគាត់ទុកនៅលើតូរឿងនេះធ្វើឲ្យគាត់មានអារម្មណ៍ទាំងសោកសៅនិងរីករាយនៅថ្ងៃនោះដោយមានអារម្មណ៍ស្រងូតស្រងាត់គាត់បានចូលរួមក្នុងការប្រកួតកីឡារបស់សាលាខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញបុគ្គលិក check in នោះបែរជាប្អូនប្រុសរបស់ខ្ញុំសិស្សម្នាក់នេះគួរតែត្រូវបានដកសិទ្ធចេញពីការប្រកួតហើយត្រឡប់ទៅផ្ទះវិញអ្នកពិតជារំខានណាស់អ្នកមិនខ្ពស់គ្រប់គ្រាន់ទេ2ម៉ែត្រមិនគ្រប់គ្រាន់ទេខ្ញុំមានកម្ពស់155សង់ទីម៉ែត្រដូច្នេះប្អូនប្រុសរបស់ខ្ញុំចាប់ផ្ដើមស្វែងរកព័ត៌មានអំពីរឿងដែលធ្វើឲ្យអ្នកមានអារម្មណ៍បាក់ទឹកចិត្តមានរឿងមិនគួរឲ្យជឿមួយត្រូវបានរកឃើញបងប្រុសបានធ្វើឲ្យបុរសដែលអស់សង្ឃឹមនោះងាកមកដោយរំភើបដើម្បីឲ្យគាត់អាចឃើញគាត់ខកចិត្តនឹងមិនព្រមបន្ទាប់ពីការបាត់បង់ឆន្ទៈត្រូវបានបញ្ច្រាស់បងប្រុសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថាកម្ពស់និងលេខកូនប្រុសរបស់គាត់គឺដូចគ្នាបេះបិទហាពិតជាសំគ្នាមែនតើអ្នកកំពុងចូលរួមក្នុងគម្រោងអ្វីនៅថ្ងៃនេះ0155កម្ពស់ខ្ពស់1.5ម៉ែត្រសាងជីមានអារម្មណ៍ខ្មាស់អៀនខ្លាំងណាស់គាត់បានគ្រប់ក្បាលរបស់គាត់ហើយរត់ចេញបន្ទាប់មកគាត់បានទៅទីលានលេងដើម្បីធ្វើលំហាត់ប្រាណកម្ដៅសាច់ដុំភ្លាមនោះមាននរណាម្នាក់ដាក់មុខលើក្បាលរបស់គាត់នាងក៏បានរំលឹកគាត់ដោយគិតគូរកុំឲ្យត្រូវកម្ដៅថ្ងៃផងដែរដោយអស់សង្ឃឹមគាត់ក៏ងាកមកឃើញថានោះជាដួនជាស៊ូខ្ញុំមានអារម្មណ៍រីករាយជាខ្លាំងនៅពេលនេះជាស៊ូបានរត់ទៅជំហានគាត់យ៉ាងលឿនហើយធ្វើកាយវិការដៃលុះដល់ពេលនោះគាត់ក៏ដឹងថាបងប្រុសរបស់គាត់កំពុងថតគាត់ដោយលួចលាក់គាត់ក៏រត់ទៅរកគាត់លៀមដើម្បីប្រកែកគ្នាឪពុកម្ដាយខ្ញុំបានសុំឲ្យខ្ញុំថតរូបទាំងនេះតើអ្នកមិនអាចថតរូបពេលខ្ញុំមើលទៅស្អាតបានទេអ្នកទូចង់ថតរូបនៅទីនេះបន្ទាប់មកអ្នកក៏ត្រូវប្រាប់ខ្ញុំដែរនៅពេលដែលអ្នកមើលទៅល្អបើមិនដូច្នោះទេខ្ញុំមិនដឹងទេដោយអស់សង្ឃឹមគាត់បានសុំឲ្យបងប្រុសរបស់គាត់លុបរូបថតទាំងនោះចេញប៉ុន្តែបងប្រុសច្បងបានបដិសេធទាំងស្រុងពេលឃើញបែបនេះដួនជាស៊ូបានឆក់យកកាមេរ៉ាភ្លាមហើយនិយាយថាគូឈប់ធ្វើបាបប្អូនស្រីខ្ញុំពេញមួយថ្ងៃទៅឯងសាច់ចម្លែកឥតប្រយោជន៍អ្វីទៅនឹងការប្រកួតលោតខ្ពស់បានចាប់ផ្ដើមភ្លាមដល់ពេលបាត់បង់បេះដូងហើយហូកីឡាដ្ឋានទាំងមូលកំពុងអបអរសាទរគាត់ដោយអស់សង្ឃឹមខ្ញុំបានដកដង្ហើមវែងគាត់បានប្រមូលកម្លាំងទាំងអស់របស់គាត់ហើយរត់ទៅមុខប៉ុន្តែគាត់បានឈប់នៅពីមុខរបាលោតខ្ពស់គាត់អាចត្រឹមតែសាច់បែបឆ្កងប៉ុណ្ណោះលើកទី2ហើយដែលខ្ញុំបាក់ទឹកចិត្តខ្ញុំបានប្រមូលភាពក្លាហានរបស់ខ្ញុំម្ដងទៀតគាត់ប្រញាប់ប្រញាល់ទៅរកបាលោតខ្ពស់ជាលទ្ធផលគាត់មិនត្រឹមតែមិនលោតទេគាត់ថែមទាំងដួលកាប់មុខទៀតផងវាកំពុងលោតមិនមែនចាប់របាទេក្មេងលើកទី3ហើយដែលមានអារម្មណ៍បាក់ទឹកចិត្តប៉ុន្តែខ្ញុំត្រូវកែសម្រួលផ្នត់គំនិតរបស់ខ្ញុំគាត់បានដើរថយក្រោយពីរបីជំហានគ្រាន់តែតម្រង់ទៅរបាលោតខ្ពស់គាត់ខំថ្មិញរួចស្ទុះទៅមុខម្ដងទៀតវិនិច្ឆ័យដោយអរិយាប័ត្រនេះមនុស្សគ្រប់គ្នាគិតថាគាត់ពិតជាអាចលោតរំលងបានលើកនេះប៉ុន្តែលទ្ធផលគឺមិននឹកស្មានដល់អូយអ្នកសុខសប្បាយជាទេដួនជាស៊ូបានប្រញាប់ប្រញាល់ទៅមុខភ្លាមដើម្បីពិនិត្យមើលបុរសដែលអស់សង្ឃឹមនោះពួកគេបានរកឃើញថាជើងរបស់គាត់ត្រូវបានកោសនិងជាមឃើញដូច្នេះសាងយ៉ានក៏ប្រញាប់លើកសាងជឺលើខ្នងរបស់គាត់រៀបចំបញ្ជូនទៅមន្ទីរពេទ្យពេលនោះក្មេងស្រីម្នាក់ក៏បានដួលហើយរងរបួសនៅលើទីលានកីឡាផងដែរដួនជាស៊ូបានរត់ទៅជួយក្មេងស្រីនោះភ្លាមឈុតឆាកនេះត្រូវបានឃើញដោយបុរសដែលអស់សង្ឃឹមចិត្តច្រណែនរបស់គាត់បានប្រែក្លាយទៅជាចំណុចក្តៅភ្លាមគាត់ល្អណាស់គាត់ល្អចំពោះខ្ញុំណាស់វាហាក់ដូចជាគាត់ល្អចំពោះមនុស្សគ្រប់គ្នាខ្ញុំមិនមែនជាមនុស្សពិសេសបំផុតនោះទេ